តែកន្លែងទៅមើល11នេះរបស់ក្រុមបាល់ទាត់យប់នេះអាតេមានអ្នកចាំទីចតអាប់ឡាក់កាពីមានម៉ាកូឡូរ៉ាន់តេមានរ៉ូប៊ីនលីណូមែនមានក្លេម៉ង់ហើយនិងដាវីតហាងកូបំរើមានហ្គីលេណូស៊ីមីអូណេមានប៉ាប្លូបារេសខូខេនីកូហ្គនសាឡេសហើយនៅកលើពីររូបចាប់ដៃគូគ្នាគឺអាឡេសាន់ដឺសូឡូជាមួយនឹងជូលៀនអាល់វ៉ារេសទម្រង់លេងរបស់ក្រុមបាល់ទាត់អាត្លេទីកូដេម៉ាឌ្រីត 4-4-2 ដឹកនាំដោយលោកឌីហ្គូស៊ីមីអូណេជនជាតិអាសង់ទីន11អ្នករបស់រៀលម៉ាឌ្រីតគឺមានអ្នកចាំទីកីឡាករថេបាកូតួខ្សែការពារ4រូបនៅខាងក្រោមគឺមាន Carreras Dean Hozan Eder Militao Dani Carvajal Shoot Bellingham ខ្សែបម្រើចាប់ដៃគូគ្នាជាមួយនឹង Chouameni និង Valverde ប្រយុទ្ធនៅខាងលើរបស់រៀលម៉ាឌ្រីតថ្ងៃនេះគឺប្រើប្រាស់3រូបនៅខាងលើគឺមាន Vinicius Junior Kylian Mbappe និង Arda Güler ទម្រង់លេងរបស់រៀលថ្ងៃនេះគឺ 4-3-3 ក្រោមការដឹកនាំរបស់គ្រូបំបុកគឺលោក Xabi Alonso ឥឡូវបាល់ខនបាល់ឆារបស់ក្រុមបាល់ទាត់អាតេពីជូលៀនអាល់វ៉ារេសលើកមកបែកមកជើងជិះទៅខាងក្រៅទម្លាក់ខ្លួនទៅវិញគូនេះគឺចាប់ដើមគឺដឹងតែល្អមើលឲ្យអាតេជាមួយនឹងរៀលម៉ាឌ្រីតលេងលេតទាត់ឡើងខាងលើសឡឹងឃើញលេខ9ទៅឲ្យសូឡូតស្បជើឆ្វេងអត់បានសុទ្ធទេមានការរំខានពីខ្សែការពាររបស់ក្រុមបាល់ទាត់រៀលម៉ាឌ្រីតរួចក៏ផ្ដាច់មកជើងឡើងខាងលើមិនទាន់ទៅណាឆ្ងាយទេប្រិមិត្តយើងនៅតែគ្រប់ជាមួយនឹងក្របបាល់ខាងនេះស៊ីមីអូណេលើកតែកន្លះក៏មួយញ៉ាឲ្យបាញ់ទៅเลยអត់ទៅហ្គោអត់ខ្លាចចឹងទេបោះទាំង1-1ឥឡូវក្រុមបាល់ទាត់អាតេចាប់បានបាល់ការមកទៅលើរៀលម៉ាឌ្រីត 1-0 13នាទីទេគាត់តែមើលម៉ោងយើងគិតថាវាលឿនពេកសម្រាប់ការនាំមកទៅលើក្រុមអាត្រីសរៀលម៉ាឌ្រីត 1-0 តែពូនិយាយថាវាលឿនពេកនេះ Galeno Simeone កូនប្រុសបការបស់លោក Diego Simeone កូនប្រុសរបស់គ្រូឲ្យកំពុងតែឈរបជាកូនកំពុងតែលេងនៅលើទីលានហើយកូននេះសុទ្ធចូលទៀតមកគ្រាប់នេះស្អាតណាស់មកគ្រាប់នេះទីបាត់កោតគាត់សង្ហាចិត្តមកតែបាល់វាលឿនពេកនេះចង្វាក់បៀនលេរបស់ក្រុមអាតេក្លេម៉ង់នេះកាត់ទៅខាងស្ដាំនេះគ្រប់ត្រូលដោយលេខ23របស់ក្រុមបាល់ទាត់អាតេជាអ្នកក្រោយឲ្យគឺនីកូហ្គនសាឡេសភ្លឹបស្អាតដល់ហានោះហក់តែមកអុកនេះលឿនណាស់ Robin Linomen ខ្សែការពារដូចជាអេស្ប៉ាញហ្នឹងហូអេស្ប៉ាញទេមកពី Real Sociedad អតីតកីឡាកររបស់ Real Sociedad Robin Linomenមកក្បាលនេះគ្រូតចង់ស្រឡាំងកាមួយនឹង Vinicius Junior បន្តតាណាចេះលើកមកខាងក្រោមមកក្បាលអូផុតអស់រលីងតែម្ដងអូបាល់មកលើកមកជើងនេះបើគឺបាល់ល្អមែនទែនក៏ចំណាក់ឲ្យគឺបាល់នេះគឺលឿនសម្រាប់មកការលើករបស់កីឡាករលេខ23ណាបាទនេះក៏មានការតែតដែរក៏ប៉ុន្តែតែតនេះគឺតែតមិនចំគោលដៅទេបាទប្រិមិត្តយើងបាទសោកស្ដាយមែនទែននេះ shoot Bellingham បានត្រឹមធ្វើមុខដូចជាបាទជាប់បាល់កូកេសូឡែនអត់ទេអូប៉ះគោទៅហើយមិនអីអ្នកចាំទីគោទៅនឹងប៉ះហើយបាទម៉ែឯងមកនិយាយបាទឯងមកអង្គុយមកនិយាយទៅមិននិយាយក៏ប៉ុន្តែគាត់មិនទាន់បកមិនជើបាទនេះខ្សែការពារបាទ Carrera ឬក៏មានបាទការនេះរំខានក៏ដូចជាមានការពាំងពីកីឡាកររបស់ក្រុមបាល់ទាត់ Atletico ដោយកីឡាករលេខ8គឺឆក់យកបាល់បានបាទគឺបាទ Pablo Barrios បាទឬក៏បញ្ជូនមកឲ្យបាទកីឡាករ Salot សឹងតែមានគ្រាប់បាល់ហើយក៏ប៉ុន្តែអ្នកចាំទី Thibaut Courtois បាទគឺចេញមកចាប់បាល់បានបាទ Courtois មានការប្រជែងក៏ដូចជាមានការប៉ះទង្គិចគ្នាណាជាមួយនឹងខ្សែប្រយុទ្ធគឺបាទ Salotអញ្ចឹងកូកេមួយទៅមួយដឹកបាល់ឡើងខាងលើមានការរំខានពីខ្សាំមកជើងឆ្វេងអូប៊ីនឹងមានគ្រាប់បាល់ហើយពីកីឡាករលេខ23បាទនីកូបាហ្គនសាឡេសនីកូហ្គនសាឡេសសាក់មកជើងXimenes Ape Arda Güler no Narita Ape Madrid Fantasy goal on Mbappe Unstoppable ប្រហែលគ្រាប់ហើយ8គ្រាប់នៅ La Liga Mbappe ដោយពូនិយាយចឹងថាគ្មានសាច់អាចមកជប់ Mbappe បានទេនេះចង្វាក់លេងរបស់ Real Madrid មកប៉ះពីប៉ះ 1 2 3 ចោះផុតអាពេទាត់បត់ដល់ឆ្កេះអ្នកចាំទីចោតអប្លាក់អត់មាន Cristiano ប៉ុន្តែពេលវេលាមកនេះគឺមាន Mbappe អប្លាក់ថាទាត់យកទៅមកឆ្កេះមកអាតៃហោងទៅនេះច្បាស់ណាស់
យើតបុតទៅតែពេលសុទ្ធលោណាសាប៊ីឡុនសូថាមិនធម្មតា 1 and 1 score អាពេលមកហើយ3ទៅ2អាម៉ៅឲ្យចូលអាម៉ៅទៅគេម៉ៅAdagula The epic comeback of Real Madrid Adagula special day 2-1ស្អាតដល់ហើយអាម៉ៅទៅអាដាគូឡូចឹងបានពូនិយាយថាអាម៉ៅនេះគឺវាប្រឹងណាពូវាដឹងថាការធ្វើត្រឡប់មកពូលើនេះអាម៉ៅគឺវាផ្ចិតផ្សំមែនទេនេះមកអាម៉ៅបត់ហើយអាម៉ៅទៅនេះ fat មួយដល់2ព្រឹងដាច់ជាកែលីអាដាគូឡូ easy ច្បាស់ជាក់ស្ដែងអត់ប្រឡំអត់លំយកទៅលុយទេគេទេអាដាគូឡូនេះក៏ទះផ្លាច្បាស់ទៀតអាបើអើយតាំងពីគេនៅមុខ 1-0 រហូតដល់តាមពីក្រោយហើយមួយស្មើឬក៏នាំមុខ 2-1 វិញសម្រាប់រៀលម៉ាឌ្រីតហ្នឹងហើយគេថាអធិរាជចុងម៉ោងអានេះគេថាអធិរាជចុងតង់បាទមិនខុសក្នុងតែនេះមិនអាចហែកបានទេខ្ញុំមកជាវាយបងសុំស្មើណារៀលម៉ាឌ្រីតនេះមិនអាចហែកបានទេនេះអាចពាក់បានទៀត New season ដីកាថ្មី New season Julian Alvarez and the shot អូយ Julian Alvarez អតីតក្នុងក្មេងរបស់ Man City ឌីហ្គូស៊ីបែរអូខេគូវិញនេះជួយអ៊ុតសក់រួញទៀតសក់ថ្មីទាត់បត់ដូច Messi ចឹងអាអើយអាយ៉ូបកូទីបុកកសោសុទ្ធទម្លាក់អត់បុកកសោអានៅបាទេណាមិនបានកូទីអានេះដូចជាបាន70លានតែមកពី Man City ខ្ទង់ល្បាក់ប្រហែលជា70-75លានគ្មានមកផែជាមួយ Real តាមយកអីគឺឡើងចុះមកអើយ Julian Alvarez មកក្បាលអូចូលបាត់ហើយអូមិនគួរណាមានគ្រាប់បាល់តាមស្មារទេបាទ Atletico បាទត្រង់កន្លែងហ្នឹងវាដូចជាជពាក់ជពើគ្នាតែណាហើយក៏មានគ្រាប់បាល់កើតឡើងមកសម្រាប់ Atletico ទៅលើ Real Madrid 2ស្មើបាត់ហើយបងអើយ Unbelievable មិនគួរជឿថាបាល់អតបអប៉ះអញ្ចឹងក៏អាចទេតាមស្មើបានវិញ Julian Alvarez ជាលើក corner ឲ្យនេះបាល់នេះ handball បាល់ប៉ាដៃទៅប៉ាដៃខ្សែការពារក្លេម៉ង់បាល់មកដៃអូដៃអត់ទេដៃមែនដៃអត់ហ៎ខ្ញុំមើលលឿនហើយពូមើលទៅបាល់ដៃគូជិះមកដៃមកសិនមើលនេះគូតួស្រ័យមកដៃបាល់អុកដៃហើយដៃឡើងច្បាស់កន្លែងហ្នឹងដៃហ្នឹងបញ្យល់រត់ទេនោះដៃលែងមកលេខ15គាត់លោតបតែតែលោតមកមានតែណាគឺប៉ះដៃតែម្ដងបាទ no goal no មានអត់ទេឃើញបុកឃើញសញ្ញានេះបានថាអត់ហើយ cancel ហើយបាទបុកនេះកំពុងតែរត់បលោះញាក់តែអត់ទាន់ញាក់ផុតទេឆ្កោះមុនអត់ទេឱកាសដល់រៀបចេញពីការ៉េរ៉ាកាត់មកខាងក្នុងមកជើងឆ្វេងអូ3នឹងមានគ្រាប់បាល់ទី3បាល់សម្រាប់អាដាហ្គូឡូអញអើយផ្ទះទៅខាងស្ដាំហក់តែពីសូឡូចំសូឡូមែនអើយយ៉ាវាធ្វើទៅបានអាដៃហោមទៅនេះអញអើយអញលីនហូសិនបិទអត់ជាប់អញមកតង់4គ្រាប់ចុយមកតង់4គ្រាប់2ស្មើបាត់ទៅហើយអានេះល្អក្បាលមែនអាឡេសាន់ដឺសូឡូត2ស្មើថែមដល់ថែម7នាទីអាគ្រាប់មុនចាប់ដៃលើនេះចាប់ស្អីទៀតលើនេះច្បាស់គ្នាមែនណា header goal scorer នេះចង្វាក់លេងបាល់របស់ក្រុមបាល់ទឹកអាតេក្រោះមកនេះអាឌីនហូសិនមិនអត់ជាប់តែមើល2នាក់មកក្រោយការពារ Gary រះទៀតពេកអត់ទៅពីអាគេដាច់តែ militer ទៅចប់មកបាល់លើបាទបងបាល់លើគឺមានតែ militer នេះច្បាស់ហើយតែបាល់លើគេញ៉ាំផត militer មានតែទៀតភ្លឹបក្បាលសូឡូហើយតែបាត់អាសូឡូមកជាប់អាកូខេលើកល្អទៀតអាសូឡូណាអញវាមិនអស់ចិត្តស្អាពីរនាក់ថែម7នាទីតែអត់អស់ចិត្តតែខ្ញុំថែលេងបាងមួយពីជូលៀនវិញជូលៀនក្រោលទេតែអត់ចូលទេឡូរ៉ែនទេអូប៉ះ
lupa nhà cái của nhà đó cáp cáp bây giờ ô là có điều à bây ô ở pe từ hàng at rồi Nico bật cách cấn bánh tin lên hỏi bây lướt ca thì mình lướt ca nói là có điều thế à cái tập pe mấy à cái tập ba thì luôn mấy lướt vài trăm mươi sao vậy Julian lướt tới mới nè Adam lướt chưa tổ cua ba ba này cho po này anh ăn gì nữa mà nhây nhây đó là bốc cho mình nâng là coi bọn Atletico mang nó bằng là gọi là bay à đã cứ lót tuột bốc cho mình nâng mà Nico Gonzalez rồi mà vào cái bàn Julian Alvarez Rico Tebeco tua Julian Alvarez Man City 75 លានតែមកពីក្រុមមេឃីវ Julian Alvarez លើកថា trong lượng chỗ Julian Alvarez បាល់កោងលឿនបាល់មិញ Julian Alvarez ទាត់វាតង់ទី1 Alvarez ទាត់បុកកសោមើលកោង Julian Alvarez ទាត់បត់អស់ហើយ cách khlang vềឡើងទៅលើ ជួយឯងគ្រូរបស់គេអត់សងទៀត Alexander Zolot បាត់Diego Gonzalez អូប៊ី អញបុកពូប្រហោយពួកពូគេលើកបាសសក់ហើយមិន quảនេះលេងល្អវើបុកដល់បុកដូចគ្នាលើកលែងឲ្យនេះ Julian Alvarez អូខូតួឈឺដៃបាត់ហើយ គូតចង់ឆ្លោះដៃហើយ ចូលមកកឹបដាច់រ៉ាអូអាសេនសូរៀនមកជើងដៃអ្នកទីជួយបានចង់ឲ្យរៀលឈ្នះវាយ Julian Alvarez Rico Gonzalez Julian Alvarez អូម៉ែអើយលើកបញ្ចូលតែម្ដង4ទល់7បាត់ហើយសម្រាប់ក្រុមបាល់ទាត់ Atletico បើក្រោយពី free kick មកជើងនេះអ្នកចាំទី Tebeco ទួមិនអាចជួយសង្គ្រោះបាល់បានទេ Julian Alvarez នេះគឺសុទ្ធដូចចាប់ដាក់យ៉ាងប្រិយមិត្តយើងអូបាទខ្ញុំសឹងតែមិនជឿថាមានគ្រាប់បាល់កើឡើងណាក៏ប៉ុន្តែមកជើងរបស់ Julian Alvarez នេះសម្បីតែខ្ញុំក៏ដូចជាពូហើយនឹងអ្នកចាំទីក៏នឹកមិនស្មានតបាល់នេះចូលហើយគឺលឿនមែនទែនម៉ែ Julian Alvarez នេះគឺ free kick ល្អណាស់ Julian Alvarez អូបាទ Atletico នេះគឺលុតបារៀលម៉ាឌ្រីតហើយបាទ4ទល់7ម្រាយហើយមកជើងរបស់ Julian Alvarez នេះគឺខ្លាំងមែនទែនញើអញ អូយល្អអូយមកជើងនេះ ចាប់ Julian Alvarez មកជើងនេះផុតដៃអ្នកចាំទីបាទអ្នកចាំទីលោតប៉ុណ្ណាក៏ប៉ុន្តែលោតមកគឺលឿនពេកបាល់នេះគឺមិនអាចជួយសង្គ្រោះបាល់បានបាទគ្រូបំបុកគឺលោក Diego Simeone ជាមួយនឹងបាមិត្តក្នុងក្រុមនឹងអីម្ដងក៏សប្បាយចិត្តដែរយេបាទប្រិមិត្ត fan អ្នកក្រុមត្រារបស់ Atletico គេសប្បាយចិត្តគេ Carrera លេងជាមួយនឹង Valverde Valverde អីអាចទៅបោះបាល់គេទៅ Valverde វិកបោះអវិញពីខាងក្រុមបាល់ទាត់ Atletico Griezmann អូ5-0ត្រឡប់ 5-2 បាត់ហើយអូ Griezmann សិតបញ្ចូលទីគ្រាប់ទី5ឲ្យ Atletico នៅមុខទៅលើ Real Madrid 5-2បាទស៊ីគេតាំងពី 2-1 ដល់ហើយរហូតដល់គេដាក់ 5-2 វិញណាវាមិនចា បាទពូវាមិនគេដាក់ 5-2 វិញហើយចាប់បាត់ហើយវើអើយរៀលលេងថ្ងៃនេះគឺអត់ល្អសោះទៀតបាទមកគ្រាប់របស់ Anthony Griezmann ក្រោយពីការផ្លាស់ប្ដូរចូលរួចក៏រកគ្រាប់បាល់គ្រាប់ទី5ឲ្យក្រុមបាទ Atletico បាននាំមកទៅលើក្រុម Real Madrid ដល់លទ្ធផល 5-2 អូយមកស៊ីសាហាវមិនដែលមានហៅនេះពុទ្ធសាសនាកន្លែងនេះគឺជាការផ្លាស់ស្នៀតពីខាងក្រុមបាល់ទាត់ Real Madrid ណា Valverde គាត់បោះ Monster រួចក៏ឆក់យកបាល់បានក៏បញ្ជូនឲ្យបាទ Anthony Griezmann អូបាទត្រង់ចូលនេះល្អមែនតើបាទនេះចូលហើយ3-2លើហើយបាទនេះមកតាម10ទីដែរ3-2មែនផុតដៃអ្នកចាំទី លីគូចាញ់ស៊ីកចាញ់ លីពូចាញ់ទៀត លីគូចាញ់គ្រីស្តាល់2-1 ឈួតជួយមក ជើស៊ីទៅការប្រហែលចាញ់ប្រហែល មែនទេយក ម៉ាស៊ីឈ្នះម៉ាស៊ីឈ្នះ1ដល់2ប៉ុណ្ណឹងស្គាល់រកជាតិចាញ់ ចប់ការប្រកួត ចាញ់ប្រហែល
រៀបរយអបអរសាទរទៅលើក្រុមម្ចាស់ផ្ទះអាទីកូម៉ាឌ្រីតក្នុងការបំផាក់ក្រុមរៀលម៉ាឌ្រីតនៅក្នុងជំនួបដឺប៊ីម៉ាឌ្រីតដែលលទ្ធផល5-2 5គ្រាប់យប់នេះវាធ្វើឲ្យក្រុមដឹកនាំនៃលោកឌីហ្គោស៊ីមៀនេះក៏សប្បាយចិត្តណាព្រោះនេះគឺជាការសងសឹកដ៏អស្ចារ្យបំផុតក្រោយពីបរាជ័យចាញ់ម៉ាឌ្រីតរយៈពេល5ឆ្នាំចុងក្រោយនេះ បាទពូ មិនថាទៅនៅ La Liga មិនថាទៅនៅ UEFA Champions League Real Madrid គឺកម្រថាចាញ់អាតេខ្លាំងណាស់ហើយកីឡាករដែលទទួលបាន MVP ឬក៏ល្អប្រចាំការប្រកួតសម្រាប់ហ្គេមយប់នេះគឺបានទៅលើ Julian Alvarez ទឹកមុខរបស់ប្រធានក្លឹបគឺលោក Florentino Perez ហាក់មិនសប្បាយចិត្តក៏ប៉ុន្តែមុននឹងលាថ្នាក់ដឹកនាំរបស់អាតេក៏បានបំពេញនៅគារវកិច្ចនៅក្នុងការស្វាគមន៍ឬក៏លាគ្នាការប្រកួតចុងក្រោយនេះហើយគឺជាបាល់ទាត់នៅក្នុងជំនួប Madrid Derby នៅទីក្រុង Madrid ប្រទេសអេស្ប៉ាញសប្តាហ៍ទី7អបអរសាទរផងដល់ក្រុម Atletico Madrid ជ័យជំនះដល់ទៅចាស់ចង់គ្រាប់ចុងក្រោយគ្រាប់ទី5ធ្វើបានដោយ Anthony Griezmann កីឡាករសំណប់ចិត្តរបស់លោក Diego Simeone Arda Güler លេងអត់បានចប់ម៉ោងហ្មងត្រូវបានគ្រូប្រូចេញក្រុមអាតេក្រុមដែលការពារឲ្យជាក្រុមដែលវិបកលឿនបំផុត Dean Paulsen នេះក៏មិនទាន់បានលេងពេញម៉ោងផងសប្បាយចិត្តមែនទែនលោក Diego Simeone អោបកូនក្ររបស់គាត់ម្នាក់មកគាត់ជាមួយ George Oblak Jorge Griezmann Gallagher